សូមក្រាបថ្វាយបង្គំកាលដែលព្រះមហាពោធិសត្វយួនយកកំណើតនៅឋានតុសិទ្ធដែលសន្សំបុណ្យបារមីនៅឋានតុសិទ្ធឲ្យនាមឈ្មោះថាសន្តុសិទ្ធទេវបុត្រកាលនោះសន្តុសិទ្ធទេវបុត្រក៏ទៀបនិងអស់អាយុកាលនៅឋានតុសិទ្ធក៏សុទ្ធវិមហាព្រំជាអ្នកហោះប្រកាសប្រាប់នៅកោលាហលទាំងឡាយ5ដល់ពពួកទេវតានិងព្រំទាំងឡាយ10000លោកធាតុនិងទេវតានិងព្រំទាំងឡាយឮហើយក៏ទៅអារាធនាអញ្ជើញសន្តុសិទ្ធទេវបុត្រឲ្យចុះចុះទៅយកកំណើតក្នុងមនុស្សលោកដើម្បីនឹងបានត្រាស់ជាព្រះពុទ្ធដោយពាក្យថាកាលាយន្ទេមហាវីរៈឧបច្ជមីតុកុច្ឆយ៉ាងសទេវកាំងតារយន្តោពុច្ឆេសុអមតាំងបទាំងបបិទ្ធព្រះមហាបរោះអ្នកព្យាយាមការនេះជាការគួរដល់ព្រះអង្គហើយសូមព្រះអង្គចុះចុះទៅយកព្រះបដិសន្ធិក្នុងផ្ទៃនៃព្រះមេតាដើម្បីបានត្រាស់ហើយចម្លងមនុស្សនិងទេវតាឲ្យបានដល់នៅស្ថានបរមសុខ